តាមផ្លូវចិត្តសាស្ត្រនិងអភិធម្មមេកានិកនៃចិត្តគំនិតដែលថាស្រឡាញ់លុយឲ្យធម្មពលល្អទៅលុយដើម្បីឲ្យលុយហៅគ្នាមកទៀតមានសច្ចភាពផ្នែកចិត្តសាស្ត្រប៉ុន្តែមិនមែនជាមន្តអាគមបែបសិលសាស្ត្រដែលលុយមានវិញ្ញាណរត់ហៅគ្នានោះទេធម្មពលពិតប្រាកដមិនមែននៅលើក្រដាសប្រាក់ទេគឺស្ថិតនៅលើអេរិយាបថនិងស្មារតី state of mind របស់អ្នកចំពោះលុយមួយមេកានិកហេតុអ្វីការផ្ដល់ធម្មពលស្រឡាញ់នាំឲ្យលុយកើនឡើងអារម្មណ៍ស្រឡាញ់ដឹងគុណលុយចិត្តស្ងប់ឃើញឱកាសគោរពតម្លៃលុយលុយកើនឡើងអារម្មណ៍ភ័យ stress ស្អប់លុយចិត្ត stress ចាយផ្ដេសផ្ដាសសម្រាប់ចិត្តខុសលុយជ្រុះបាត់ផ្លាស់ប្ដូរពីកង្វះខាតទៅជាភាពសម្បូរបែប abundance mindset ប្រសិនបើអ្នកគិតពីលុយដោយសេចក្តីភ័យខ្លាច stress ឬការតូចចិត្តអញជំពាក់គេអញក្រណាស់ខួរក្បាលរបស់អ្នកនឹងបង្កើតធម្មពលខ្វះខាតធ្វើឲ្យអ្នកបាត់បង់សតិមិនឃើញឱកាសបង្កើតប្រាក់នឹងងាយសម្រេចចិត្តខុសប៉ុន្តែពេលអ្នកផ្ដល់សេចក្តីស្រឡាញ់និងការដឹងគុណដល់លុយសូម្បីតែ$1ក្នុងដៃខួរក្បាលនឹងបដូរមកស្ថានភាពស្ងប់និងមានធម្មពលអ្នកនឹងចាប់ផ្ដើមមើលឃើញឱកាសការងារនិងចេះគ្រប់គ្រងលុយបានល្អការគោរពនិងរក្សាទុក respect and retention មនុស្សដែលស្រឡាញ់នឹងឲ្យតម្លៃលុយដោយប្រាជ្ញានិងមិនចាយវាយខ្ជះខ្ជាយលើតណ្ហាមួយគ្រាឡើយគេនឹងចេះសន្សំចេះវិនិយោគនិងចេះចាត់ចែងអរិយាប័ត្រនៃការកាត់បន្ថយការជ្រុះបាត់និងបង្កើនការបង្កើតនេះហើយគឺជាមេកានិកពិតប្រាកដដែលទាញយកលុយឲ្យមកបន្ថែមហៅគ្នាមកទៀត 2. ការបកស្រាយតាមច្បាប់នៃកម្មនិងអភិធម្មមហាកុសលចិត្តការស្រឡាញ់លុយក្នុងន័យឃើញតម្លៃលុយជាបច្ច័យរស់នៅនិងជួយអ្នកដទៃគឺជាកុសលចិត្តធម្មពលចិត្តត្រជាក់និងស្ងប់នេះនឹងទាញនាំនៅសេដ្ឋកិច្ចល្អនិងឱកាសល្អៗកុសលវិបាកឲ្យចូលមកក្នុងជីវិតប្រយ័ត្នច្រឡំជាមួយលោភៈសេចក្តីលោភបើស្រឡាញ់លុយដោយសតិនិងប្រាជ្ញាស្រឡាញ់ដើម្បីកសាងជីវិតធ្វើបុណ្យដោះស្រាយបំណុលនោះបង្កើតធម្មពលវិជ្ជមានបើស្រឡាញ់លុយដោយតណ្ហាលោភៈចង់បានខ្លាំងរហូតងប់ងល់ស្រឡាញ់ដោយសេចក្តីសោកនោះចិត្តនឹងក្តៅក្រហាយនិងកើតទុក្ខវិញ 3. វិធីអនុវត្តហៅលុយមកទៀតតាមបែបសតិនិងប្រាជ្ញាដឹងគុណរាល់ពេលប្រើប្រាស់ពេលចាយលុយចេញឲ្យចាយដោយចិត្តត្រជាក់និងដឹងគុណថាលុយនេះបានជួយទិញអាហារជួយដោះស្រាយជីវិតមិនមែនចាយដោយចិត្ត stress ឬស្ដាយក្រោយឡើយថែរក្សា$1ដំបូងឲ្យមាំដោយដែលបាននិយាយមុននេះ$1ដែលអ្នករក្សាទុកដោយសេចក្តីស្រឡាញ់និងសតិគឺជាមេដៃផ្លូវចិត្តដែលរំលឹកខួរក្បាលថាអ្នកជាមនុស្សមានលុយនិងចេះគ្រប់គ្រងលុយសេចក្តីសន្និដ្ឋានលុយមិនមែនជាសត្វធាតុដែលមានជើងរត់ទៅហៅគ្នាមកទេប៉ុន្តែធម្មពលចិត្តស្រឡាញ់ស្ងប់និងមានសតិរបស់អ្នកនឹងផ្លាស់ប្ដូរទម្លាប់ការសម្រេចចិត្តនិងសកម្មភាពរបស់អ្នកឲ្យคล้ายជាមេដៃស្រូបទាញទ្រព្យសម្បត្តិមកបន្ថែមទៀតយ៉ាងពិតប្រាកដ